ឆ្ងាញ់មាត់ទេដែរបងប្អូនអើយគាត់តែឃើញរូបភាពហ្នឹងក៏ដឹងតែឆ្ងាញ់មាត់ប៉ុណ្ណាដែរបងប្អូនថ្ងៃនេះសុំធាត់មួយថ្ងៃទៀតហើយបងប្អូនអើយថ្ងៃនេះគ្រូសានាំមកញ៉ាំបង្កងនេះចាជំរាបសួរក៏ដូចជាសួស្ដីពុកម៉ែបងប្អូនអ៊ំពុំមីងមុននឹងចេញទៅហ្នឹងនាងខ្ញុំក៏បានរៀបចំតែងខ្លួនឲ្យក្មួយលេងគាត់ចង់ make up លេងអញ្ចឹងក៏បានរៀបចំខ្លួនអូយនិយាយថា8ឆ្នាំទេធ្វើខ្លួនទៅដូចកំមុំអញ្ចឹងបងប្អូនអើយស្អាតមែនតើនេះបងប្អូនអើយបន្ទាប់ពីរៀបចំឲ្យក្មួយហើយអីហើយឥឡូវនេះក៏បានមករៀបចំខ្លួនសម្រាប់ខ្លួនឯងអញ្ចឹងណាបងប្អូននាងខ្ញុំលាបតែជាមួយនឹងគូសិនបន្តិចហើយបន្ថែមជាមួយនឹង color ថ្ពាល់បងប្អូនចាដាក់គូសិនបន្តិចហើយដាក់ជាមួយនឹង color ថ្ពាល់តិចតិចដែរអញ្ចឹងបងប្អូនអើយចូលចិត្តពណ៌រៀងឈុកឈុកស្រាលបងប្អូនអើយនាងខ្ញុំចូលចិត្តពណ៌រៀងឈុកឈុកស្រាលអញ្ចឹងណាចាតោះពីដាក់ color ថ្ពាល់ហើយឥឡូវនេះក៏បានបន្ថែមជាមួយនឹងក្រែមបងប្អូនអើយនាងខ្ញុំលាបក្រែម Dior លេខ015ហ្នឹងស្អាតមែនតែនពណ៌ហ្នឹងនិយាយថាលាបចូលមាត់ទៅអូយឃើញរបៀបថាមាត់យើងបែបរៀងក្រហមហើយរៀងស្អាតបងប្អូននាងខ្ញុំចូលចិត្តពណ៌ហ្នឹងហើយបន្ថែមជាមួយនឹង lip balm ដែរបងប្អូន lip balm ហ្នឹងលេខកូដ015ដែរអូយស្អាតបងប្អូនចូលរបៀបថាត្រូវរៀងគ្នានេះបងប្អូនអើយបន្ទាប់ពី make up ហើយអីហើយនេះបងប្អូននេះរួចរាល់ហើយបែបរៀងធម្មជាតិដែរប៉ុន្តែនេះខ្ញុំស្រឡាញ់ក្រែមហ្នឹងមែនតើបងប្អូននិយាយថាលាបទៅឃើញមាត់យើងបែបមាត់យើងឡើងក្មេងហ្មងណាបងប្អូនចានេះបន្ទាប់ពីរៀបចំ make up ហើយក៏បានរៀបចំខ្លួនបងប្អូនអើយនេះរៀបចំខ្លួនហើយអីហើយឥឡូវនេះក៏បានចេញទៅហើយថ្ងៃនេះចេញទៅតែ4នាក់ទេ4នាក់ក្មួយអញ្ចឹងណាដោយសារតែម៉ាក់ក្មេកគាត់អត់ចង់ទៅបងប្អូនគាត់អត់ស្រួលខ្លួនគាត់ចង់នៅផ្ទះសម្រាប់អញ្ចឹងណានេះបងប្អូនអើយបន្ទាប់មកក៏យើងមកហាង Best Buy បងប្អូនហាងហ្នឹងគេលក់សម្ភារៈគ្រឿងអេឡិចត្រូនិកបងប្អូនអើយនេះមាននាឡិកានិយាយរួមនៅហ្នឹងគេមានឲ្យតែគ្រឿងសម្ភារៈអេឡិចត្រូនិកគឺគេមានលក់នៅហាងហ្នឹងគ្រប់ម៉ាក់គ្រប់ម៉ូដបងប្អូនមានទាំងអស់មិនថានាឡិកាម៉ាស៊ីនកោរពុកមាត់ច្រាស់ដូចថ្មីអគ្គិសនីហើយទូរស័ព្ទ iPhone ក៏មានលក់ដែរបងប្អូនចានេះទូរស័ព្ទ iPhone ហើយនឹងម៉ាស់បងប្អូននេះម៉ាស់អេឡិចម៉ាស់ម៉ាស៊ីនបងប្អូនម៉ាស់ហើយនឹងម៉ាស៊ីនផ្លុំសក់មូលសក់តែនៅនឹងថ្លៃបងប្អូនអើយវ៉ាន់គេប្រៀបថាវ៉ាន់ល្អតែនឹងថ្លៃចាបន្ទាប់ពីចូលមានការហើយគ្រូសាទិញវ៉ាន់ហើយអីហើយក៏បានចេញមកហាងបង្កងហ្នឹងបងប្អូនអើយមើលបង្កងគេណែផ្លាក់ឡើងធំហ្មងណាធំឡើងក្រហមបងប្អូនអើយមើលណែហើយឡើងប៉ុណ្ណាណៃបងប្អូនចម្រើនបន្តិចទៀតចាំថតឲ្យពុកម៉ែបងប្អូនមើលយល់ថាធំហ្មងណាហើយនាងខ្ញុំក៏បានយកទឹកត្រីកោះកងដាក់តាមកាបូបផងដែរដើម្បីយកមកញ៉ាំមួយបកងបងប្អូនដោយសារថ្ងៃហ្នឹងបំណងចង់មកញ៉ាំបកងបងប្អូនមើលណាធំមែនតែនបកងបងប្អូនចានេះហើយនាងខ្ញុំក៏បានយកបកងនឹងមកធៀបជាមួយមុខបងប្អូនអើយបកងនឹងមួយចង់ប៉ិនមុខរបស់នាងខ្ញុំហើយបងប្អូននេះចង់ប៉ិនហ្មងណាចានេះមើលនេះអូយធំមែនតែនបកងចាបន្ទាប់ហើយអីហើយគ្រូសាក៏បានបកឲ្យកាច់សបកមកបងប្អូនមើលនេះអូយសាច់គេឡើងពងបងប្អូននេះពងគេកន្លែងខួរបងប្អូនចាពងគេឡើងឆ្ងាញ់ហ្មងចានេះគ្រូសាឲ្យគាត់កាច់បកឲ្យអញ្ចឹងណាអូយបងប្អូនមើលសាច់គេឡើងស្រស់បងប្អូនថ្ងៃហ្នឹងសំណាងមែនតើទៅហាងញ៉ាំបកងហ្នឹងចាំគេទៅដាក់ថ្មីស្រស់ហើយជាមួយនឹងទឹកត្រីដែលនាងខ្ញុំបានយកទៅទៀតអូយបងប្អូនអើយនិយាយថាថ្ងៃហ្នឹងនាងខ្ញុំញ៉ាំអស់ច្រើនមែនតើញ៉ាំអស់4 5បកងបងប្អូនអូយញ៉ាំច្រើនមែនតើឡើងគីឡូទៀតបងប្អូនអើយនេះតបពីគាត់បកឲ្យគ្រូសាក៏បានហុចឲ្យបងប្អូនអើយនាងខ្ញុំចាំអីទៀតគេបកឲ្យអញ្ចឹងហើយមានណាអង្គដាក់ចុះក្នុងមាត់ទៅហើយញ៉ាំជ្រលក់ជាមួយនឹងទឹកសោះចាជាមួយនឹងទឹកត្រីបុកដែលនាងខ្ញុំយកទៅហ្នឹងអូយនិយាយពីថាឆ្ងាញ់មែនតើបងប្អូនអើយនេះញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតចឹងណានេះឥឡូវមកជ្រលក់មួយទឹកត្រីទៀតតែបងប្អូនអើយថ្ងៃនេះអត់បានបកខ្លួនឯងទេគ្រូសាគាត់បកឲ្យអញ្ចឹងនាងខ្ញុំអង្គុយញ៉ាំហើយចានេះហើយក្មួយស្រីក៏គាត់ចូលចិត្តផងដែរបងប្អូនអើយនេះគេញ៉ាំប៉ុន្តែគាត់អត់ចេះញ៉ាំជាមួយនឹងទឹកជ្រលក់ទឹកត្រីកោះកុងឯងគាត់ចេះញ៉ាំទៅជាមួយទឹកប័របងប្អូនចានេះគាត់ជ្រលក់មួយទឹកប័រនេះចូលចិត្តឲ្យមេដៃទៀតគឺគាត់ចូលចិត្តញ៉ាំនេះហើយនាងខ្ញុំមានណាគាត់គេបកហើយមានណាបងប្អូនអើយអង្គុយញ៉ាំយកអស់4 5បកងបងប្អូននិយាយពីថាអូយឆ្ងាញ់មែនតើថ្ងៃហ្នឹងទៅបានញ៉ាំបកងថ្មីស្រស់ៗចាហើយក៏ញ៉ាំច្រើនទេបងប្អូនចានេះញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតចឹងណាសូមបញ្ញាបងប្អូនទៀតហើយកុំថាឡើយនាងខ្ញុំមកសហរដ្ឋអាមេរិកនេះគឺថាមករយៈពេល5 6ខែទេបើថាឡើងគីឡូវិញគឺឡើងបងប្អូនដោយសារតែញ៉ាំឆ្ងាញ់រហូតបងប្អូនចាញ៉ាំឆ្ងាញ់រហូតអញ្ចឹងទៅរៀងឡើងគីឡូបន្តិចហើយបងប្អូនចានេះបន្ទាប់ពីញ៉ាំហើយអីហើយអញ្ចឹងក្មួយស្រីគាត់ក៏បានយកជាមួយនឹង ice cream មកញ៉ាំម្ដងនេះបងប្អូនគេចូលចិត្តឲ្យតែញ៉ាំអីហើយគេចូលចិត្តញ៉ាំជាមួយនឹង ice cream ដែរអញ្ចឹងណានេះក្មួយស្រីម្នាក់ទៀតមិនសូវបកកាយញ៉ាំប្រហែលទេបងប្អូនអើយក្មួយស្រីម្នាក់ទៀតនេះញ៉ាំបានតិចទេនិយាយវាថាមុខគេឡើងខ្ជូតហ្មងណាចាបន្ទាប់ពីញ៉ាំហើយអីហើយអញ្ចឹងពួកយើងក៏បានត្រឡប់មកផ្ទះវិញចាអរគុណពុកម៉ែបងប្អូនជម្រាបលាកុំភ្លេចជួយ like និង share វីដេអូរបស់នាងខ្ញុំផងដើម្បីជាកម្លាំងចិត្តសម្រាប់នាងខ្ញុំបង្កើតវីដេអូសម្រាប់ឲ្យបងប្អូនមើលទៀតអញ្ចឹងណាបាយបាយ